តើបងប្អូនដឹងទេថាក្រោយពេលសម្រួលឫសនិងសម្រួលដីរួចជាចំណុចចាប់ផ្ដើមដ៏សំខាន់បំផុតដើម្បីបង្កើតឫសថ្មីនិងត្រៀមដើមឲ្យផលិតត្រួយលើកទី1ដែលមានគុណភាពក្រោយពីសម្រួលឫសសូមទុកពេលឲ្យឫសស្ដារខ្លួនហើយត្រួតពិនិត្យមើលស្ថានភាពឫសប្រសិនបើឃើញថាឫសថ្មីដុះចេញមកល្អមានពណ៌សស្រស់ដុះវែងរឹងមាំនិងរាលដាលជំវិញគល់បានល្អនោះមានន័យថាប្រព័ន្ធឫសរបស់ដើមទុរេនកំពុងត្រៀមខ្លួនរួចរាល់សម្រាប់ការទទួលយកចំណីពេលនេះហើយគឺជាពេលដែលយើងត្រូវផ្ដល់ចំណីទៅឲ្យឫសជាអ្នកស្រូបទឹកនិងធាតុចិញ្ចឹមពីដីហើយបញ្ជូនទៅចិញ្ចឹមដើមមែកនិងស្លឹកប្រសិនបើឫសខ្សោយទោះយើងដាក់ជីច្រើនប៉ុណ្ណាក៏ដោយដើមក៏មិនអាចយកទៅប្រើប្រាស់បានពេញលេញដែរប៉ុន្តែបើឫសរឹងមាំការផ្គត់ផ្គង់សារធាតុចិញ្ចឹមនឹងមានប្រសិទ្ធភាពដើមអាចប្រមូលថាមពលបង្កើតត្រួយថ្មីបានលឿនត្រួយមានទំហំធំល្អស្លឹកក្រាស់ពណ៌បៃតងចាស់និងមានសមត្ថភាពផលិតអាហារបានខ្ពស់នៅដំណាក់កាលនេះForeman ណែនាំកម្មវិធីផ្ដល់ចំណីឫសដោយប្រើជីសរីរាង្គ Foreman 433/OM 10%ជីសរីរាង្គនេះមានតួនាទីសំខាន់ក្នុងការស្ដារគុណភាពដីវាជួយឲ្យដីមានភាពផុសធូររលុងមានខ្យល់ចូលដល់តំបន់ឫសនិងរក្សាសំណើមបានល្អជាពិសេស OM 10%ជួយបង្កើនសកម្មភាពមីក្រូសរីរាង្គក្នុងដីធ្វើឲ្យបរិស្ថានជុំវិញឫសមានជីវជាតិល្អជួយឲ្យឫសថ្មីលូតលាស់បានល្អនិងបង្កើនប្រសិទ្ធភាពក្នុងការស្រូបយកសារធាតុចិញ្ចឹមចំណែកឯសារធាតុចិញ្ចឹម433ផ្ដល់នូវ NPK ក្នុងកម្រិតសមស្របដើម្បីចិញ្ចឹមដីនិងគាំទ្រការលូតលាស់របស់ដើមបន្ទាប់មកយើងលាយបន្ថែមជាមួយ NPK 27/12/6ដែលជាជីមានតុល្យភាពសម្រាប់ជំរុញការផលិតត្រួយលើកទី1អាសូត 27% មានតួនាទីសំខាន់ក្នុងការបង្កើតស្លឹកនិងត្រួយថ្មីជួយឲ្យដើមបង្កើតកោសិកាថ្មីបានលឿន Phosphor 12% ជួយពង្រឹងប្រព័ន្ធឫសជួយផ្ទេរថាមពលក្នុងដើមនិងធ្វើឲ្យការលូតលាស់របស់ត្រួយមានភាពស្មើគ្នាប៉ូតាស្យូម 6% ជួយពង្រឹងស្លឹកធ្វើឲ្យស្លឹកក្រាស់រឹងមាំនិងជួយឲ្យដើមមានសមត្ថភាពប្រើប្រាស់ទឹកនិងចំណីបានយ៉ាងមានប្រសិទ្ធភាពដូច្នេះបងប្អូនកសិករចំណុចសំខាន់គឺមុនចង់បានត្រួយល្អត្រូវមានឫសល្អជាមុនចង់បានផ្លែល្អត្រូវមានស្លឹកល្អជាមុនហើយមុនមានស្លឹកល្អត្រូវចាប់ផ្ដើមពីការចិញ្ចឹមឫសឲ្យបានត្រឹមត្រូវជាមួយកម្មវិធី Form 433/OM 10% រួមជាមួយ GNPK 27/12/6 យើងជួយរៀបចំដីបំពន់ឫសនិងផ្ដល់ថាមពលដល់ដើមដើម្បីត្រៀមផលិតត្រួយលើកទី1ដែលមានគុណភាពខ្ពស់